បាទសួស្តីបងប្អូនយើងបន្តទៅលំហាត់ទី10នៃលំហាត់បញ្ចប់ចម្ពោះបាទទី3អាស៊ីតហើយនឹងបាយឥឡូវយើងដល់លំហាត់ទី10ហើយអញ្ចឹងលំហាត់ទី10នេះគឺគេរំលាយដុំសូដ្យូមដែលមានម៉ាស់ហ្នឹងគឺ 0.115 ក្រាមទៅក្នុងទឹកត្រជាក់អញ្ចឹងមានន័យថាយកសូដ្យូមបូកជាមួយនឹងទឹកគេឃើញប្រតិកម្មមានបន្ទុះនិងកម្ដៅយ៉ាងខ្លាំងចាប់ប្រតិកម្មគេទទួលបាន solution A 1 លីត្រនិងអូស្មန် B បាទអញ្ចឹងកកសិសមីការតាមប្រតិកម្មខប្រាប់ឈ្មោះនិងរូបមន្ត solution A និងអូស្មန် B កកើតកូកេរនីមានអូស្មန်ដែលកកើតខតើ solution A កកើតនឹងមាន pH ស្មើប្រមាណអញ្ចឹងគេឲ្យម៉ាស់ម៉ូលអាតូមមកយើងហើយឲ្យមានម៉ូលរបស់ស្មានមកយើងគឺ 22.4 លីត្រក្នុង1ម៉ូលហើយនឹងឡូ5ស្មើ 0.7 បាទតាអញ្ចឹងនៅក្នុងលំហាត់របស់យើងនេះមានន័យថាយើងមានកែវមួយបាទដែលកែវហ្នឹងគឺមានទឹកនៅក្នុងហ្នឹងអញ្ចឹងគេរំលាយដុំសូដ្យូមចូលទៅក្នុងកែវមួយហ្នឹងបាទសូដ្យូមគឺ Na ដែលវាមានម៉ាស់របស់វាគឺស្មើនឹង 0.115 ក្រាមអញ្ចឹងពេលដែលដាក់ចូលទៅគឺវាប្រតិកម្មដែលមានបន្ទុះនិងកម្ដៅយ៉ាងខ្លាំងអញ្ចឹងវាបង្កើតបានជា solution A ហ្នឹងគឺ solution សូដ្យូមអ៊ីដ្រុកស៊ីតបាទហើយនឹងអូស្មန်អ៊ីដ្រូសែនដែល pH ចេញមកនេះអ៊ីដ្រូសែនដែល pH ចេញទៅណាហ្នឹងគឺជាអូស្មန်ហើយអញ្ចឹងហ្នឹងគឺជាអូស្មန် B ហ្នឹងណាបាទ solution A គឺ solution សូដ្យូមអ៊ីដ្រុកស៊ីតដែលមាននៅក្នុងកែវហ្នឹងពេលដាក់សូដ្យូមចូលទៅសូដ្យូមរលាយទៅខ្លះជាសូដ្យូមអ៊ីដ្រុកស៊ីតហើយនឹងមានបំភាយស្មើអ៊ីដ្រូសែនទៅបាទតាអញ្ចឹងកគឺយើងសរសេរសមីការតាំងប្រតិកម្មណាបាទកសរសេរសមីការតាំងប្រតិកម្មតាចឹងយើងដាក់សូដ្យូមទៅក្នុងទឹកយើងបូកជាមួយនឹងទឹកមកអញ្ចឹងលោហៈអាកាឡាំងជាទូទៅពេលដែលមានប្រតិកម្មជាមួយទឹកឲ្យជា solution បាសអាកាលីឬក៏ hydroxide លោហៈជាមួយនឹងអូស្មန်នីត្រូសែនយើងទៅជា NaOH បូកជាមួយនឹងអូស្មန်អ៊ីដ្រូសែនថ្លឹងសមីការទៅកន្លែងនេះបាន2កន្លែងនេះបាន2កន្លែងនេះ2បាទដល់សំណួរខគឺគេយើងប្រាប់ឈ្មោះនិងរូបមន្តរបស់ solution A និងអូស្មန် B ដែលកកើតតាអញ្ចឹង solution A គឺបាទ solution A របស់យើងគឺ NaOH អញ្ចឹងគឺសូដ្យូមអ៊ីដ្រុកស៊ីតបាទសូដ្យូមអ៊ីដ្រុកស៊ីតណា Na សូដ្យូម OH គឺអ៊ីដ្រុកស៊ីតអញ្ចឹងសូដ្យូមអ៊ីដ្រុកស៊ីតអញ្ចឹងរូបមន្តរបស់វាគឺ NaOH តាដល់ពេលអូស្មန် B អូស្មန် B គឺអ៊ីដ្រូសែនប្រព័ន្ធរបស់វាគឺហាសសន្ទុះ2បាទហ្នឹងគឺសំណួរខសំណួរកគណនាមាត្រអូស្មန်គឺគណនាមាត្ររបស់អូស្មန်អ៊ីដ្រូសែនដែលទទួលបានបាទគណនាមាត្រអូស្មန်អ៊ីដ្រូសែនកកើតបាទចឹងដោយសារតែកន្លែងនេះគឺអត់មានបញ្ជាក់លក្ខខណ្ឌមកយើងអញ្ចឹងគឺយើងយកលក្ខខណ្ឌធម្មតាទៅប៉ុន្តែគេបានឲ្យ VM មកនេះអញ្ចឹងយើងមើលតាម VM គេឲ្យណាគឺនៅលក្ខខណ្ឌធម្មតាហ្នឹងឯងបាទអញ្ចឹងពេលដែលធ្វើយើងមើលនៅខាងចុងលំហាត់បាទគេឲ្យ VM មកប្រហែលយើងចូលប៉ុណ្្នឹងទៅតែបើគេអត់ឲ្យហើយគេបញ្ជាក់ថានៅលក្ខខណ្ឌអីយើងអាចយកលក្ខខណ្ឌធម្មតាបានតែចឹងដើម្បីរកមាត្រគឺលោកគ្រូប្រើតាមរូបមន្តមាត្រអូស្មန်មកដោយយើងមានរូបមន្ត n ស្មើ v នៅលើ vm អញ្ចឹងបើគ្រូទាញ v មកគឺស្មើនឹង n គុណជាមួយនឹង vm អញ្ចឹងគ្រូសេនេះយកតែម្ដងអញ្ចឹងគឺយើងបានមាត្រអ៊ីដ្រូសែនស្មើនឹងម៉ូលអ៊ីដ្រូសែនគុណជាមួយនឹងមាត្រម៉ូលបាទតោះអញ្ចឹងមាត្រម៉ូលគឺយើងស្គាល់ដាក់អំតូចក៏បានអំធំក៏បានដែរ vm ណាមកអញ្ចឹងកន្លែងយើងមាន 22.4 លីត្រក្នុង1ម៉ូល
ដល់ពេលចំនួនម៉ូលយើងអត់ទាន់ស្គាល់ទេប៉ុន្តែយើងអាចទាញវាតាមសមីការធៀបជាមួយនឹងសូដ្យូមដែលមានម៉ាស់ដែលអាចរកឃើញម៉ូលតាម n ស្មើនឹង m តូចនៅលើ m ធំបានអញ្ចឹងមានន័យថាមុននឹងរកម៉ូលរបស់អ៊ីដ្រូសែនអញ្ចឹងបងប្អូនត្រូវរកម៉ូលរបស់សូដ្យូមសិនតាអញ្ចឹងតាម n សូដ្យូមស្មើនឹងម៉ាស់សូដ្យូមនៅលើម៉ាស់ម៉ូលរបស់សូដ្យូមបាទអញ្ចឹងដោយម៉ាស់សូដ្យូមគឺយើងមានបាទគឺ 0.115 ក្រាមគេឲ្យយើងហើយនឹងម៉ាស់ម៉ូលរបស់សូដ្យូមគឺស្មើនឹង23ក្រាមក្នុង1ម៉ូលបាទតាអញ្ចឹងកន្លែងនេះគឺនាំឲ្យម៉ូលរបស់សូដ្យូមគឺស្មើនឹង 0.115 ក្រាមបាទនៅលើ23ក្រាមក្នុង1ម៉ូលតាអញ្ចឹង 0.115 ចែកនឹង23គឺឃើញ 0.005 អញ្ចឹងគូទៅសេ5គុណ10ស្វ័យគុណដល់3បាទម៉ូលមកតាអញ្ចឹងយើងអាចទាញម៉ូលអ៊ីដ្រូសែនតាមសមីការបានដោយសារប្រូតូកលយើងមានម៉ូលតែមួយទេchứអត់បាច់រកប្រូតូកលកំណត់ទេអញ្ចឹងកន្លែងនេះគឺ n អ៊ីដ្រូសែនយើងមើលមេគុណអ៊ីដ្រូសែនបាទកន្លែងនេះគឺមេគុណ1ហើយសូដ្យូមនេះគឺមេគុណ2អញ្ចឹងគឺ1លើ2បាទមេគុណដែលយើងរកដាក់មេគុណនៅលើមេគុណដែលយើងធៀបឲ្យគុណជាមួយ n ដែលយើងធៀបគឺសូដ្យូមតាអញ្ចឹងកន្លែងនេះយើងបាន1លើ2គុណ5គុណ10ស្វ័យគុណដល់3ម៉ូលបាទអញ្ចឹងយើងបាន 2.5 គុណ10ស្វ័យគុណដល់3ម៉ូលតាអញ្ចឹងកន្លែងនេះគេបានដល់ចម្លើយបាទដោយសារយើងបានម៉ូលហើយអញ្ចឹងគេបានមៀតអ៊ីដ្រូសែនស្មើនឹង 2.5 គុណ10ស្វ័យគុណដល់3គុណនឹង 22.4 បាទតាអញ្ចឹងកន្លែងនេះគឺគុណជាមួយ 22.4 យើងបាន 0.56 លីត្រឬក៏ 5.6 គុណ10ស្វ័យគុណដល់2ដល់2លីត្របាទអញ្ចឹងដូចនេះមានអូស្មန်អ៊ីដ្រូសែនស្មើនឹង 5.6 គុណ10ស្វ័យគុណដល់2លីត្របាទឬយើងចង់បែរទៅជាមីលីទៀតក៏បានមិនបែរក៏បានដែរតាឥឡូវសំណួរគោគេសួរថាបាទតើ solution A នេះមាន solution សូដ្យូមអ៊ីដ្រូស៊ីតនេះកកើតនេះមាន pH ស្មើប្រមាណអញ្ចឹងយើងដឹងហើយថា solution ដែលយើងទទួលបានគឺមាន1លីត្រអានឹងគឺជា VS របស់ solution អញ្ចឹងមានន័យថាបើសិនជាយើងចង់រក pH នៃ solution A គឺដោយសារវាជាបាសអញ្ចឹងមានន័យថាយើងត្រូវប្រើកំហាប់ OH ដកបាទអញ្ចឹងមានន័យថាបាសយើងរកឃើញ OH ដកមុនចឹងមានន័យថាត្រូវរកកំហាប់ OH ដកប៉ុន្តែដោយសារយើងអត់មានកំហាប់របស់ solution នោះទេយើងត្រូវរកសិនកន្លែងហ្នឹងណាដែលយើងមាន solution ហើយម៉ូលយើងអាចទាញជាមួយសូដ្យូមបានឬទាញមួយអ៊ីដ្រូសែនក៏បានដែរដោយសារអ៊ីដ្រូសែនយើងរកឃើញម៉ូលមិនដែរតាអញ្ចឹងមានន័យថាដើម្បីរក pH កន្លែងនេះយើងត្រូវប្រើកំហាប់អ៊ីយ៉ុងអ៊ីដ្រូស៊ីតពួកអីកំហាប់អ៊ីដ្រូស៊ីតគឺស្មើជាមួយនឹងបាសនឹងដោយសារនឹងវាច្បាស់ខ្លាំងណាតាអញ្ចឹងលោកគ្រូដាក់រូបមន្ត pH ហើយក៏បានដែរតាអញ្ចឹងសំណួររបស់យើងគឺកណនី pH បាទនៃ solution A ហ្នឹងគឺ solution សូដ្យូមអ៊ីដ្រូស៊ីតដែលជា mono បាសខ្លាំងតាអញ្ចឹងលោកគ្រូទាញតាមរូបមន្ត pH ស្មើជាមួយនឹង14បូកជាមួយនឹង low នៃកំហាប់អ៊ីយ៉ុងអ៊ីដ្រូស៊ីតតាអញ្ចឹងលោកគ្រូត្រូវរកកំហាប់អ៊ីដ្រូស៊ីតអញ្ចឹងយើងត្រូវរកចេញពីកំហាប់បកណាOHអញ្ចឹងលោកគ្រូសេសមីការបំបែកបកណាOHបន្តិចមកដើម្បីបង្ហាញថាអ៊ីដ្រូស៊ីតគឺមាននៅក្នុងហ្នឹងបាទសមីការបំបែកសូដ្យូមអ៊ីដ្រូស៊ីតនៅក្នុងបាទក្នុងទឹកអញ្ចឹងកន្លែងនេះគឺយើងបាន NaOH យើងដាក់ទឹកនៅលើសញ្ញាព្រួញយើងបាន Na បូកជាមួយនឹង OH ដកបាសខ្លាំងយើងប្រើព្រួយតែមួយទេតាឥឡូវយើងចាប់ផ្ដើមទៅរកកំហាប់របស់ NaOH មកបាទអញ្ចឹងឬក៏យើងរកម៉ូលរបស់ NaOH សិនក៏បានដែរ
ta chẳng cái này là cụ tiền 8 n តាមកំហាប់ណារបស់ NaOH ស្មើនឹងចំនួនម៉ូលរបស់ NaOH នៅលើមាត្រ solution នៅលើ VF បាទអញ្ចឹងកន្លែងនេះ VF របស់យើងគឺស្មើនឹង1លីត្រពេលម៉ូលយើងអត់ទាន់មានយើងអាចទាញតាមសមីការបាទគឺ N អ្នកតាមសមីការខាងលើណាយើងធៀបមួយសូដ្យូមក៏បានដែរសូដ្យូមមេគុណ2ដូចគ្នាអញ្ចឹងវាស្មើនឹង N សូដ្យូមហ្នឹងហើយអញ្ចឹង N សូដ្យូម E ត្រកស៊ីតគឺស្មើនឹង N សូដ្យូមភាសាមេគុណស្មើគ្នាអញ្ចឹងស្មើនឹង5គុណ10ស្វ័យគុណដល់3ម៉ូលបាទតោះអញ្ចឹងនាំឲ្យកំហាប់របស់ NaOH គឺស្មើជាមួយនឹង5គុណ10ស្វ័យគុណដល់3ម៉ូលអញ្ចឹងនៅលើ1លីត្របាទអញ្ចឹងយើងបាន5គុណ10ស្វ័យគុណដល់3ម៉ូលក្នុងលីត្រឬក៏ m ធំអញ្ចឹងនៅពេលដែលយើងឃើញកំហាប់របស់ NaOH ដោយសារវាជាម៉ូណូបាក់ខ្លាំងយើងអាចទាញតាមសមីការឲ្យកំហាប់វាស្មើគ្នាបានបាទអញ្ចឹងតាមសមីការឃើញថាកំហាប់របស់ OH ដកមេគុណស្មើជាមួយនឹងកំហាប់របស់ NaOH អញ្ចឹងស្មើជាមួយនឹង5គុណ10ស្វ័យគុណដល់3m បាទហើយវិធីមួយទៀតហ្នឹងនៅក្នុងការរកកំហាប់ OH ដកគេអាចរកទៅតាមរូបមន្តកំហាប់ OH ដកបាទមានថាគេអាចប្រើតាមកំហាប់ OH ដកណាស្មើនឹងម៉ូល OH ដកនៅលើ VS ក៏បានដែរមានន័យថាយើងទាញរកម៉ូលរបស់ NaOH ទៅតាមសូដ្យូមនៅដែរហ្នឹងហើយបន្ទាប់មកទាញរកម៉ូល NaOH តាមសមីការបាយរបស់វាទៅយើងឃើញមកជួបមកឃើញកំហាប់របស់ OH ដកតែម្ដងអញ្ចឹងវិធីយើងមានពីរតាមខាងលើនេះក៏បានឬតាមដែលគ្រូដោះស្រាយនេះក៏បានដែរតោះអញ្ចឹងកន្លែងនេះគឺគេបាន pH បាទគឺស្មើនឹង14បូកជាមួយនឹងឡូនៃ5គុណ10ស្វ័យគុណដល់3តោះអញ្ចឹងត្រូវជាមួយឡូគេឲ្យបាទនេះត្រូវជាមួយឡូគេឲ្យគឺឡូ5ហ្នឹងហើយស្មើ0.7បាទអញ្ចឹងកន្លែងនេះគឺលោកគ្រូទៅសេផលិតចេញមកគឺ pH ស្មើនឹង14អានេះសញ្ញាបូកយើងអត់អីទេមិនដាក់កញ្ចក់ណាអញ្ចឹងឡូ6គុណចេញមកឡូ6បូកឡូ5បូកឡូកូ10នេះ10ស្វ័យគុណដល់3អញ្ចឹង pH ស្មើជាមួយនឹង14បូកនឹងឡូ5វិញ 0.7 អានេះឡូកូ10ស្វ័យគុណ A យើងដក3តម្លាក់ប៉ះនេះបូកអញ្ចឹងវាទៅជាដកវិញអញ្ចឹងយើងបានដក3អញ្ចឹងនៅសល់ 11.7 នឹងគឺជា pH នៃ solution A ដែលជា solution បាសអញ្ចឹង pH របស់វាគឺធំជាង7បាទនេះចុច7ណាអូខេអញ្ចឹងយើងចប់លំហាត់ទី10ចាំជួបគ្នានៅលំហាត់ទី11បន្តទៀតបាទសូមអរគុណសូមជម្រាបលា